សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខាងធ្វើវីដេអូរយៈហើយថាជាងមួយសប្តាហ៍ជាងដោយសារតែកន្លែងចុះមួយខេត្តចុះចំនួន4ខេត្តនៅព្រៃនប់កំពង់សោមកំពង់ឆ្នាំងកំពង់ចាមហើយនិងកោះធំដែលមីក៏បាននាំមកវីដេអូនិងបង្ហាញពីស្ថាបត្យកម្មផ្សេងៗដែលអាចផ្ដល់ជាគំនិតយោបល់និងភាពស្រស់ស្អាតដល់ជូនពុកម៉ែបងប្អូនទាំងអស់គ្នាដូចជាផ្ទះខ្មែរនេះមានទីតាំងនៅកណ្ដាលព្រៃតែឯងតែហ្មងគឺកណ្ដាប់ព្រៃហើយនៅតំបន់ជើងភ្នំមានភ្នំពណ៌ក្រវ៉ាត់ជុំវិញហើយគាត់ធ្វើលបងស្អាតមែនមានអប្សរាថែមទៀតហើយផ្លូវបុកចំកណ្ដាលភ្នំតែម្ដងស្អាតមែនហើយផ្ទះក៏ធ្វើបានស្ទើរតែ70%ដែរហើយខ្ញុំក៏មកធ្វើ survey ទីតាំងជាក់ស្ដែងនេះដើម្បីធ្វើបន្តទៀតដោយសារតែជាប់រាំងស្ទះហើយខាតការងារត្រូវធ្វើបន្តហ្នឹងធ្វើយ៉ាងម៉េចឲ្យបានស្អាតបន្ថែមទៀតដូចជាខាងក្រោមខាងទី1ហើយនឹងប៉ះវែង master plan ទាំងមូលគឺយើងរៀបចំ landscape ឲ្យមានអាងហែលទឹកអីផ្សេងៗចឹងណាបងប្អូនហើយទីខាងក្នុងវិញក៏មានគ្រឿងបង្គុំជាគ្រឿងបង្គុំវិញញាក់សាច់តែហ្មងស្អាតស្អាតណាធ្វើផ្ទះធ្វើនេះធ្វើឲ្យមានចូលនៅបានគាត់ថាគាត់នៅមិនតាន់ពពាក់ភ្លើងពាក់អីទេដោយសារតែចាំធ្វើនៅយ៉ាបជុំវិញប្រហើយទៀតមើលពីខាងក្រៅគឺពេលយប់គឺជះហ្មងហើយមានគម្រោងមួយទៀតនោះនៅកំពង់សោមនៅកំពង់សោមនោះក៏យើងចូលទៅសពេដីផ្ទាល់ដែរហើយទីតាំងដីវិញគឺស្អាតណាមានទឹកព្រៃភ្នំស្រះហើយមានវាលស្រែទេសភាពភ្នំបូកគោគឺមានទាំងអស់សពគ្រប់មុខហ្មងនៅទីតាំងនេះហើយដីក៏រៀបចំបានស្អាតច្រើនគាត់ឲ្យយើងបាញ់ផ្សែងបាញ់អីដើម្បីឲ្យកុំឲ្យមានមូសនៅនេះច្រើនពេកហើយសម្អាតឲ្យបានច្រើនគឺមានទឹកមានស្ពានឆ្លងដើរឆ្លងស្អែមតែហ្មងហើយក៏មានការបង្ហោះដ្រូនថតទេសភាពរូបភាពមើលពីលើនឹងមុនគឺសុទ្ធតែដ្រូនរបស់ម្ចាស់ដីដែរតែគាត់មានដ្រូនខ្លួនឯងស្រាប់ហើយអឺនិយាយទៅទេសភាពដីនេះគឺស្អាតហើយបើយើងរៀបចំនៅការសម្ងាត់ឡើយមិនទាន់ថាត្រូវរៀបចំអ្វីផ្សេងទេនេះស្ថិតនៅក្នុងអាថ៌កំបាំងឡើយហើយអមានគម្រោងនៅខាងកោះធំក៏អំពីវត្តអារាមហើយនៅខាងកំពង់ចាមក៏អំពីវត្តអារាមកោះធំនោះគឺយើងធ្វើពីលបងអញ្ចឹងទៅហើយនៅកំពង់ចាមនេះគឺយើងធ្វើបានប៉ុណ្ណេះហើយចូលយើងអភិរក្សនៅបន្តថែមទៀតហើយការងារនេះគឺយើងត្រូវ survey ឡើងវិញទាំងអស់ដើម្បីចាប់ចូលប្លង់ហើយបានធ្វើបន្តនោះបងប្អូនអូខេឥឡូវឡាប់ពេញវិញហើយសូមអរគុណហើយនឹងធ្វើបទបង្ហាញការងារបន្ថែមទៀតអរគុណ